បងប្អូនរួមជាតិនិងមិត្តទាំងឡាយជាទីគោរពនេះគឺវត្តកម្ពីសាគរព្រែកជ្រូនៅឃុំយិនរ៉ាត់ដុងទីក្រុងពលាវខេត្តពលាវពុកដើមរបស់យើងវត្តខ្មែរហៅថាវត្តព្រែកជ្រូណាហើយគឺថាវត្តព្រែកជ្រូគឺមានព្រែកតែព្រែកហ្នឹងគឺវាព្រែកធំមួយបែកចូលមកជ្រូចូលមកចឹងក៏សាងវត្តទៅបានចប់រហូតដល់សប្តាហ៍ថ្ងៃហ្នឹងគឺនាមវត្តហៅថាវត្តព្រែកជ្រូនឹងឯងវត្តនេះបានកសាងកាលពីឆ្នាំ1887នៅលើផ្ទៃដីប្រមាណ5ហិកតានេះគឺព្រះវិហារដែលបានសាងសង់ជាច្រើនសិបឆ្នាំមកហើយតែនៅស្អាតណាស់នៅខាងត្បូងខាងកើតនិងខាងជើងព្រះវិហារគឺមានចេតិយស្អាតយ៉ាងច្រើននេះគឺខាងក្នុងព្រះវិហារនៅតាមជញ្ជាំងពីដានព្រះវិហារសុទ្ធតែជាគំនូរពុទ្ធប្រវត្តិគ្មានសល់ចន្លោះត្រង់កន្លែងណាឡើយឯនេះគឺជាទីប្រមូលផ្ដុំរូបព្រះពុទ្ធនៅទីធ្លាខាងត្បូងរួមមានព្រះពុទ្ធប្រោសមេត្តាព្រះពុទ្ធប្រោសបញ្ចវគិភិក្ខុព្រះពុទ្ធចញ្ញមាជាដើមនេះជាឧបដ្ឋានសាលានៅទីធ្លាវត្តយើងឃើញយ៉ាងធំទូលាយរួចនៅទីណាក៏មានក្រាលឥដ្ឋដែរឯនេះគឺជាជួរថ្នាក់រៀនសម្រាប់ព្រះសង្ឃនិងកុមារាកុមារីសប្តាហ៍ថ្ងៃវត្តព្រែកជ្រៅមានព្រះសង្ឃជាង60អង្គរួចនៅខាងចុងបំផុតគឺរោងសិល្បៈតន្ត្រីនេះជារោងឈើសម្រាប់ប្រគំភ្លេងទទួលភ្ញៀវទេសចរនៅចតនឹងរោងទទួលភ្ញៀវនោះគឺជាកុដិឈើនៅយ៉ាងល្អនេះគឺនៅខាងក្នុងកុដិឈើនេះជាកន្លែងដាក់មកុដសម្លៀកបំពាក់និងឧបករណ៍របាំឯនេះជាកន្លែងដាក់ចានអំបែងនិងឧបករណ៍ដទៃទៀតមានចានស្រះជាដើមវត្តព្រែកជ្រៅជាវត្តមួយធំទូលាយស្អាតបំផុតនៅខេត្តពលាវជាទីបួសរៀនដ៏ល្អផងនិងជាទីទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទីមកទីនេះផង